ប្រវត្តិព្រះវិស្ណុព្រះវិស្ណុឬព្រះនរាយណ៍ទ្រង់គឺជាមហាទេពមួយព្រះអង្គក្នុងចំណោមព្រះត្រីមូរទេព្រះអង្គត្រូវបានគេចាត់ទុកថាជាអាទិទេពដែលមានដៃជានុភាពក្នុងការថែរក្សាឃុំគ្រងលោកបើតាមគម្ពីរព្រាហ្មណ៍បានបញ្ជាក់ថាព្រះវិស្ណុទ្រង់មានសម្បល់ព្រះវរកាយផ្លាស់ប្ដូរទៅតាមយុគសម័យនីមួយៗដូចជានៅក្រឹតយុគជាយុគដែលមនុស្សសុទ្ធតែប្រកាន់ខ្ជាប់នៅក្នុងសិលធម៌និងចិត្តគំនិតស្អាតបរិសុទ្ធទ្រង់មានសម្បល់ពណ៌ស2នៅត្រេតយុគជាយុគដែលមានសេចក្តីអាក្រក់1/4នៃសេចក្តីល្អសច្ចធម៌គុណធម៌និងសិលធម៌មានការធ្លាក់ចុះបន្តិចទ្រង់មានសម្បល់ពណ៌ក្រហម3ទ្វាបរយុគជាយុគដែលសេចក្តីល្អនិងសេចក្តីអាក្រក់មានចំនួនស្មើគ្នាឬ50-50ទ្រង់មានសម្បល់ពណ៌លឿងនិងទី4គឺកលយុគជាយុគខ្មៅងងឹតសេចក្តីអាក្រក់កើនឡើងលើសលប់គ្របដណ្ដប់សេចក្តីល្អទ្រង់មានសម្បល់ពណ៌ខ្មៅនិលឬពណ៌ខៀវព្រះវិស្ណុទ្រង់គ្រឿងអំពរដូចជាព្រះមហាក្សត្រទ្រង់មកុដមាសទ្រង់អភរណៈពណ៌លឿងមានព្រះហស្ថ4ដោយក្នុងព្រះហស្ថនីមួយៗមានការកេតនភ័ណ្ឌដូចជាកងចក្រខ្យងសាំងកទាវុធឬដំបងឯព្រះហស្ថមួយទៀតពេលខ្លះកាន់ផែនដីឬផ្កាឈូកតែពេលខ្លះមិនមានកាន់អ្វីនោះទេគឺពេលទ្រង់ស្ថិតក្នុងកាយវិការប្រទានពរ